ការធ្វើសង្គ្រាមក្នុងសមរភូមិភាគីណាដែលអាចធ្វើការវាយប្រហារបានមុនដោយមិនទុកឱកាសឲ្យសត្រូវបានតដៃទាន់ពេលវេលាភាគីនោះនឹងក្តាប់ឱកាសជ័យជំនះខ្ពស់បំផុតក៏ប៉ុន្តែការវាយលុកឲ្យចំគោលដៅដោយមិនឲ្យសត្រូវដឹងខ្លួននៅក្នុងយុគសម័យដែលមានប្រព័ន្ធរ៉ាដាច្រើនខ្វាត់ខ្វែងបែបនេះមិនមែនជារឿងងាយស្រួលឡើយយ៉ាងណាមិញរាល់ឧបសគ្គទាំងអស់នេះនឹងរលាយបាត់អស់ភ្លាមប្រសិនបើមានវត្តមានរបស់ EA-18G Growler តើ EA-18G Growler គឺជាអាវុធអាថ៌កំបាំងអ្វីហើយវាមានសមត្ថភាពពិសេសកម្រិតណាទើបអាចអនុញ្ញាតឲ្យកងទ័ពអាមេរិកបើកប្រតិបត្តិការសឹកយ៉ាងស្ងៀមស្ងាត់ដោយអាចបិទមាត់បិទភ្នែកសត្រូវឲ្យនៅគាំងមួយកន្លែងបានយ៉ាងងាយស្រួលតើវាខ្លាំងយ៉ាងណាដែរតោះទៅតាមដានទស្សនាទាំងអស់គ្នាដូចតទៅយន្តហោះ EA-18G Growler គឺជាសមិទ្ធផលនៃការស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុតរបស់ក្រុមហ៊ុនយក្ស Boeing ដោយផ្អែកទៅលើមូលដ្ឋានដើមនៃយន្តហោះចម្បាំង FA-18S Super Hornet វាបានហោះហើរដំបូងនៅក្នុងឆ្នាំ2006និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ2009មកដល់ដើមឆ្នាំ2026នេះ Growler ត្រូវបានគេលើកមកពិភាក្សាមិនចេះដាច់ដោយសារតែសមត្ថភាពដ៏ខ្លាំងក្នុងការបំផ្លាញប្រព័ន្ធរ៉ាដាស្ទើរតែគ្មានគូប្រៀបរបស់វានៅក្នុងបេសកកម្មមួយចំនួនក្នុងពេលថ្មីនេះសហរដ្ឋអាមេរិកបានប្រើប្រាស់ស្ដេចយន្តហោះកំទេចប្រព័ន្ធរ៉ាដានេះហើយវត្តមានរបស់វាបានក្លាយទៅជាអ្នកបើកផ្លូវសឹកដ៏កំណាចបំផុតចំណុចខ្លាំងរបស់ Growler គឺសមត្ថភាពក្នុងការបិទភ្នែកនិងបិទមាត់សត្រូវឲ្យគាំងកម្រើកមិនរួចតាមរយៈ Sensor ALQ218 និងឧបករណ៍ ALQ99 Growler អាចកំណត់អត្តសញ្ញាណរ៉ាដាសត្រូវបានភ្លាមក្នុងចម្ងាយរាប់រយគីឡូម៉ែត្រទោះបីស្ថិតនៅក្នុងស្ថានភាពអាកាសធាតុអាក្រក់យ៉ាងណាក៏ដោយប្រតិបត្តិការដ៏អាថ៌កំបាំងនេះគឺជាអ្នកបើកផ្លូវឲ្យយន្តហោះចម្បាំងទំនើបដូចជា S-35 ឬ S-22 ចូលទៅវាយប្រហារទីតាំងយុទ្ធសាស្ត្ររបស់សត្រូវបានយ៉ាងរលូនលើសពីនេះ Growler នៅមានប្រព័ន្ធបោកបញ្ឆោតអេឡិចត្រូនិកដ៏ឆ្លាតវៃដែលធ្វើឲ្យមីស៊ីលរបស់សត្រូវវង្វេងគោលដៅភ្លាមនៅពេលដែលយន្តហោះនេះកំណត់គោលដៅរួចរាល់វានឹងប្រើបច្ចេកវិទ្យាចាក់សោប្រេកង់ដើម្បីបិទរលកសញ្ញាឲ្យជាប់គាំងប្រសិនបើសត្រូវព្យាយាមគេចចេញនោះមីស៊ីល AGM-88 របស់វានឹងដេញតាមហិតក្លិនរលកសញ្ញានោះរហូតដល់កំទេចប្រភពរ៉ាដាឲ្យរៀបដល់ដីយ៉ាងសក្រិតជាទីបំផុតដែលនេះគឺជាការបញ្ជាក់យ៉ាងច្បាស់ថាវាមិនត្រឹមតែខ្លាំងខាងប្រឆាំងអេឡិចត្រូនិកប៉ុណ្ណោះទេប៉ុន្តែវាក៏ជាអ្នកប្រមាញ់ដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងសមរភូមិពិតផងដែរGrowler ត្រូវការ Pilot ចំនួន2នាក់ដើម្បីធ្វើប្រតិបត្តិការនិងគ្រប់គ្រងយុទ្ធសាស្ត្រប៉ុន្តែក៏អាចដំណើរការដោយប្រព័ន្ធស្វ័យប្រវត្តិបានយ៉ាងរលូនផងដែរតម្លៃរបស់វាស្ថិតក្នុងចន្លោះចាប់ពី67ទៅ100លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយគ្រឿងឬអាចថ្លៃជាងនេះអាស្រ័យទៅលើការបំពាក់ប្រព័ន្ធអេឡិចត្រូនិកនិងអាវុធរបស់វាបច្ចុប្បន្នមានតែសហរដ្ឋអាមេរិកនិងអូស្ត្រាលីប៉ុណ្ណោះដែលមានកម្ពុជាយន្តហោះរំខានសញ្ញារ៉ាដានេះនៅក្នុងដៃវត្តមានរបស់ Growler មិនត្រឹមតែជាការបង្ហាញសាច់ដុំយោធារបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេប៉ុន្តែវាគឺជាខែលការពារនិងជាអាវុធសម្រាប់វាយលុកប្រឆាំងប្រព័ន្ធអេឡិចត្រូនិកដ៏អស្ចារ្យបំផុតដែលអាចគ្រប់គ្រងសមរភូមិបានត្រឹមមួយប៉ព្រិចភ្នែកបើគ្មាន EA-18G Growler ទេការធ្វើសង្គ្រាមរបស់សហរដ្ឋអាមេរិកអាចនឹងជួបការលំបាកខ្លាំងនិងមានការអូសបន្លាយពេលវេលាដ៏យូរជាក់ជាមិនខានតើបងប្អូនយល់ឃើញយ៉ាងណាដែរចំពោះកម្ពុជាយន្តហោះប្រឆាំងប្រព័ន្ធអេឡិចត្រូនិកនេះតើវាពិតជាអាចរក្សាឧត្តមភាពកងទ័ពអាកាសរបស់អាមេរិកបានដែរឬទេសូមបញ្ចេញមតិយោបល់របស់បងប្អូនក្នុង comment ខាងក្រោមនេះអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះរហូតដល់ចប់ហើយកុំភ្លេចចុច like និង share ពួកយើងជួបគ្នានៅវីដេអូក្រោយ